មានសុំទៅប្រមូលព្រមគ្នា6 ខែយូរបំផុតគេធ្វើនយោបាយរដ្ឋមន្ត្រីគេធ្វើរាជរដ្ឋាភិបាលគេចង់ណាស់ហើយប្រជាពលរដ្ឋបានសេចក្តីសុខហើយប្រជាពលរដ្ឋមានជីវភាពល្អនោះគេទុកលុយយកធ្វើអីប៉ុន្តែបើអត់មានលុយធ្វើម៉េចនិយាយវាត្រង់ចឹងទៅបងនេះបើអត់មានលុយធ្វើម៉េចអ្នកខ្លះធ្វើនយោបាយចំណេញរហូតគាត់តែដីមួយមុតផងដីចការលើផងដាំម្រេចនោះដាំឥឡូវទិញថែមនៅកែបផ្ទះម្នាក់ប្រមាណកន្លែងអត់ចោតណាទេណាដឹងខ្លួនប្រយ័ត្នថាពងមនណាក់តតមននឹងពងអ្នកខ្លះលក់តាំងពីមន់លក់តាំងពីស្អីទៅជួយតែមិនដល់ជួយចុះជួយឡើងមេខ្លាយទៅជាមានអូយចោតរដ្ឋាភិបាលមួយថ្ងៃចោតទុកចោតចុងក្រោយខ្ញុំអត់ចង់ចោតទេប៉ុន្តែសូមការពារខ្លួនអ្នកខ្លះកើតស្រែងខ្លួនឯងនេះណាព្យាបាលវាមិនទៅជីអត់ហើយស្រែងនឹងកាន់តែច្រើនទៅទៀតហើយបើសេវាកម្មវិញណានេះសូម្បីតែកូនហូតែលទូកមួយនឹងផ្សារសួរក៏មានណាមកតំណឹងណាបីតំណាមានតំណឹងណាហ្នឹងតណ្ហាកែស្មានតែគេមិនដឹងហើយតែណាមិនបើកភ្នែកឡើងចូលឆ្នាំថ្មីឲ្យថាគេទេប៉ុន្តែគេថាឲ្យយូរហើយកណាខ្ញុំខាននិយាយយូរក្រហើយដើម្បីបើកឆាកបងប៉ុន្តែទាំងអស់គ្នាហើយខ្ញុំកណាយកវប្បធម៌សន្តិនិកជាគោលដៅប្រទេសកម្ពុជាមិនមែនមានសន្តិភាពដោយសារការធ្វើសង្គ្រាមទេពិតហើយយើងទៅព្រួតរំលំរបស់ប្រវត្តិតែបន្តមកជំហានរបស់យើងត្រូវបោះធ្វើអីចរចាស្វែងរកដំណោះស្រាយនយោបាយមួយដែលខ្ញុំប្រកាសណាខ្ញុំជាមួយសម្ដេចព្រះនរោត្តមសីហនុព្រះបិតាជាតិព្រះបរមរតនកោដ្ឋបើកផ្លូវដើម្បីឲ្យមានការចរចានេះហើយឈានទៅរកកិច្ចព្រមព្រៀងទីក្រុងប៉ារីសប៉ុន្តែត្រូវចងចាំឲ្យបានថាកុនតាក់បានចំណាយប្រាក់$2000 លានសហរដ្ឋអាមេរិកហើយបោះត្រឡប់ទៅវិញដោយបន្សល់ទុកឲ្យកម្ពុជាមានតំបន់2និងរដ្ឋាភិបាល2នៅបន្តច្បាប់នេះពីឆ្នាំ1993ដល់ឆ្នាំ1998នយោបាយចេះស៊ីដៃបានប្រទះជាមួយនឹងនយោបាយឈ្នះទីចុងបំផុតនយោបាយឈ្នះមានឥទ្ធិពលគ្រប់ដណ្ដប់លើអ្នកដែលនៅក្នុងក្របខ័ណ្ឌអង្គការចាត់តាំងនយោបាយនិងយោធានៃរបបខ្មែរក្រហមរបបប៉ុលពតបើយើងមិនរំលាយអង្គការចាត់តាំងនយោបាយនិងយោធារបស់ខ្មែរក្រហមទេពុំមានសន្តិភាពណាកើតឡើងលើទឹកដីកម្ពុជាទេបើទោះបីជាមានមិនអាចព្រួតរំលាយរដ្ឋាភិបាលបានក៏ដោយក៏ប៉ុន្តែសង្គ្រាមក្នុងតំបន់នេះសង្គ្រាមក្នុងតំបន់នោះនៅតែបន្តបំផ្លិចបំផ្លាញកម្ពុជាពីឆ្នាំ98រហូតដល់បច្ចុប្បន្នគឺជាង20ឆ្នាំបន្តទៀតជាង20ឆ្នាំរយៈពេល20ឆ្នាំបន្តហើយមិនដឹងថាតើរកវិធីណាដើម្បីបញ្ចប់នោះទេហើយកុំសង្ឃឹមលើអង្គការសហប្រជាជាតិព្រោះអង្គការសហប្រជាជាតិដកទៅបាត់ដែរអង្គការសហប្រជាជាតិចូលទៅលិនអត់បានដល់ហ្នឹង
អ៊ីជាបានប្រាប់ចេញពីបៃលិនឯណាការសធាមកអត់ចាំតែពួកនឹងឲ្យចូលដែរអូនតាមេអូនតាអត់ឲ្យចូលទេឥឡូវហ្នឹងតំបន់ជាដែនទាំងប្រមាណបានធ្វើសមារណកម្មហើយអភិវឌ្ឍដូចគ្នានៅពីតំបន់បៃលិនទៅគម្រាមភ្នំព្រឹកទៅសពើលូនទៅមេឡៃរហូតឡើងទៅដល់ព្រះវិហារមកវិញផ្លូវចាក់កស៊ូតាមទៅហើយកាលនោះគេប្រើបោភ្លើងកាលនោះភ្លើងដូចជាថ្លៃជាកណែដូចថោកជាងដែរតំបន់នេះថោកជាងហើយគឺថ្លៃជាងខាងនេះវាមានពីរដៃភ្លើងឯកជនច្បាស់ជាថ្លៃហើយភ្លើងរត់ថោកជាងភ្លើងរត់យើងទិញពីវៀតណាម600ជាង600ហើយភ្លើងឯកជនបានទៅ1100អាហ្នឹងតើរកវិធីតបណ្ដាញឲ្យបានស្រូបបំផុតដើម្បីទៅកាន់តំបន់ហ្នឹងទម្លាក់ថ្លៃអគ្គិសនីហើយថ្ងៃទី12ខែច័ន្ទកាលមកនេះច័ន្ទថ្ងៃនេះគឺមកធ្វើមុខទៅខាងកើតដល់ច័ន្ទអាទិត្យក្រោយត្រូវទៅកោះកុងសម្ពោធវារីអគ្គិសនីប្រមាណជា300មេហ្គាវ៉ាត់ចឹងមានកម្មវិធីក្រុមទុកហើយក្រុមទុកតែច័ន្ទថ្ងៃនេះមកនិយាយខាងកើតណាខាងកើតសមិទ្ធផលដែលយើងបានប្រឹងរួមគ្នាមិនមែនជាសមិទ្ធផលដាច់ដោយឡែកហើយគណៈខ្ញុំសូមបច្ចុប្បន្នជាក់ស្ដែងជាមួយបងប្អូន7មករាមិនមែនជារបស់ដាច់មុខរបស់គណៈបព្វជិជនទេ7មករាគឺជារបស់រួមរបស់ប្រជាជនកម្ពុជាដែលស្អប់ខ្ពើមរបបបល្ល័ង្កពូជសាសន៍ប៉ុលពតនិយាយបែបនេះបើអ្នកណាហើយប្រឆាំងនឹងរបស់ថ្ងៃ8មករាអ្នកនោះគឺជាសម្ព័ន្ធភាពជាស្វ័យសម្បត្តិសម្ព័ន្ធភាពជាមួយនឹងខ្មែរក្រហមសម្ព័ន្ធភាពនឹងរបបបល្ល័ង្កពូជសាសន៍និយាយបើបន្តិចទៅចុះខ្ញុំកណាខ្ញុំនិយាយជាមួយអូបាម៉ាប្រធានាធិបតីអាមេរិកនៅប្រជុំអាស៊ាននៅប្រទេសមីយ៉ាន់ម៉ាដែលយើងហៅថាភូមាប្រជុំថ្ងៃទី1អាស៊ានគេឯងប្រជុំថ្ងៃទីបន្ទាប់ទៅប្រជុំអាស៊ានអង្គការសហប្រជាជាតិបន្ទាប់ទៅប្រជុំជាមួយអាស៊ានសហរដ្ឋអាមេរិកខ្ញុំកណាខ្ញុំបាននិយាយជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិថាអេដាមសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តក៏វាយ IC របបអាសាដនៅដាម៉ាស់ក៏វាយ IC អញ្ចឹងវាមិនសម្ព័ន្ធភាពហើយបើកាលណាធ្វើឲ្យ IC ណាស់ណាធ្វើឲ្យរបបអាសាដចុះខ្សោយគឺមានតម្លៃស្មើនឹងជួយ IC គឺរដ្ឋវិស្រាមដែលកំពុងដើរកាត់កមកឬកាត់កយកមកបើនិយាយជាមួយអូបាម៉ានិយាយតាមចេះពេលហ្នឹងនិយាយជាមួយអង្គការសហប្រជាជាតិអគ្គលេខាអង្គការសហប្រជាជាតិថាអេដល់អានឹងដូចគណិតវិទ្យា1 ដក 1 ស្មើនឹង0វាយអាសាទផងវាយ IC ផងអានឹងទីចុងបំផុតវាមិនមានតម្លៃ1 ដក 1 ស្មើ0ហងជួនអារម្មណ៍នៅអង្គុយពីក្រោយកាលនេះណាដល់ពេលប្រជុំជាមួយអាមេរិកថាអេដល់ពេលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តវាយ IC អាសាទវាយ IC វាជាធម្មជាតិវាជាសម្ព័ន្ធភាពទង្វើណាក៏ដោយដែលធ្វើឲ្យរបបអាសាទទន់ខ្សោយវានឹងផ្ដល់ជាកម្លាំងឲ្យពួក IC និយាយត្រង់ចឹងទៅបងអញ្ចឹងទីនៃនេះដូចគ្នាកុំលេងគណិតវិទ្យា1 ស្មើ1 ដក 1 ស្មើ0ស្អប់ប៉ុលពតតែប្រឆាំងនឹងអ្នកដែលព្រួយរំលំប៉ុលពតយើងមានន័យថាម៉េចឃ
គឺវាមានន័យថាជាសម្ព័ន្ធភាពនៃរបបប៉ុលពតចឹងសូមបញ្ជាក់ឡើងវិញថ្ងៃ7មករាគឺជាថ្ងៃរបស់ប្រជាជនកម្ពុជាដែលស្អប់ខ្ពើមរបបបល្ល័ង្កពូជសាសន៍ប៉ុលពតផ្ទុយទៅវិញវាជាសម្ព័ន្ធមិត្តរបស់ប៉ុលពតក្នុងពេលដែលគេប្រឆាំងនឹងអ្នកព្រួតរំលំរបស់ប៉ុលពតហើយថ្ងៃ7មករាមិនមានក្រៅពីរបបប៉ុលពតមិនមានអ្នកយកអ្នកណាធ្វើជាសត្រូវទេព្រោះសូម្បីតែទាហាននៅក្នុងជួររបស់ជួរនៃអង្គការចាត់តាំងរបបប៉ុលពតក៏យើងមិនចាត់ទុកជាសត្រូវដែរសត្រូវពិតប្រាកដរបស់ប្រជាជនកម្ពុជាគឺអង្គការចាត់តាំងនយោបាយនិងយោធានៃរបបប៉ុលពតនោះឯងចឹងទេនយោបាយឈ្នះរបស់យើងជាឧទាហរណ៍មួយយើងចង់បានត្រឹមតែរំលាយចោលអង្គការចាត់តាំងនយោបាយនិងយោធានៃរបបប៉ុលពតតែប៉ុណ្ណោះក៏ប៉ុន្តែយើងបានប្រោលឱកាសឲ្យអតីតមន្ត្រីអតីតទាហានឬក៏អ្នកដែលមានអាជីពមុខរបរទាំងឡាយបន្តការងារទាំងអស់រាប់ទាំងអតីតអភិបាលខេត្តអ៊ីឈៀនឥឡូវអភិបាលខេត្តនឹងសេដ្ឋីខ្មែរក្រហមធ្វើអភិបាលខេត្តមើលតោះហើយសំខាន់ជាងគេគឺខ្មែរចេះរួមគ្នាឥឡូវយើងចោទជាថាពីដើមខ្មែរតំបន់ប្រទេសកម្ពុជាមួយតំបន់ទូតារហូតដល់4នោះត្រួតត្រាដោយរដ្ឋាភិបាលរាជរដ្ឋាភិបាលភ្នំពេញត្រួតត្រាដោយរដ្ឋសេរបស់ប្រជាពលរដ្ឋខ្មែរត្រួតត្រាដោយហ៊ុនម៉ាណែតត្រួតត្រាដោយខ្មែរក្រហមអានឹងក្នុងចន្លោះ79 93ដល់93 98តំបន់ប្រទេសកម្ពុជាមួយតំបន់ទូតា2គឺរាជរដ្ឋាភិបាលនិងខ្មែរក្រហមចាប់ពី98រហូតដល់បច្ចុប្បន្នគឺប្រទេសកម្ពុជាមួយតំបន់ត្រួតត្រាមួយព្រះមហាក្សត្រមួយសភាមួយរដ្ឋធម្មនុញ្ញមួយរាជរដ្ឋាភិបាលមួយគ្រាន់តែមានបកច្រើនប្រកួតប្រជែងគ្នាតាមរយៈនៃការបោះឆ្នោតដោយប្រជាពលរដ្ឋបោះឆ្នោតដោយប្រជាពលរដ្ឋចឹងទេនេះជាចំណុចដែលខ្ញុំប្រកាសណាខ្ញុំចង់បញ្ជាក់តេតិនទៅនឹងខ្លឹមសារ7មករាមានច្រើនណាស់ប៉ុន្តែសូមកុំឲ្យគេភ័ន្តមានការភ័ន្តច្រឡំថា7មករាជារបស់ប្រាជ្ញមុខរបស់គណៈបព្វជិជនហើយថ្ងៃ7មករាក៏ជាថ្ងៃសម្រាប់អ្នកដែលប្រឆាំងនឹង7មករាមិនសម្រាប់ក៏បានដែរមិនសម្រាប់ទេណាដើម្បីបង្ហាញពីការតាំងចិត្តថាប្រឆាំងនឹង7មករាប៉ុន្តែដោយសារតែមិនមានការនយោបាយធ្វើឲ្យមនុស្សមួយចំនួនមិនហ៊ាននិយាយពីម្សិលប្រឆាំង7មករាថ្ងៃនេះគាំទ្រ7មករាខ្ញុំកណាខ្ញុំជាប់គេថាជួបប្រទះរឿងនេះមិនតិចទេគេនៅបាក់ផ្សេងគេប្រឆាំង7មករាដល់សត្វតែគេសុំចូលគណៈបព្វជិជនគេគាំទ្រ7មករាភ្លាមថាមកកុំបាន7មករាម៉ែខ្ញុំក៏ងាប់ដែរខ្ញុំក៏ងាប់ដែរតែមិនស្រាប់ទេគេគាំទ្រ7មករាគេនៅជាមួយយើងដល់ពេលគេចូលបព្វមួយផ្សេងទៀតគេជុំរៀនតែថាមេគេប្រឆាំង7មករានៅនេះរូបវិញចេះប៉ុន្តែ7មករាស្ថិតនៅក្នុងចិត្តរបស់មនុស្សទោះបីមិនបង្ហាញចេញក៏ដោយចុះបង្ហាញចេញក៏ដោយចុះហើយថ្ងៃនេះខ្ញុំបានមកសម្រាប់លោកយាយលោកតាចំនួន200នាក់ក្នុងម្នាក់កណាត់សម្ដុំទេវិការ10000រៀលជូនក្រុមកៃរិទ្ធកម្ពុជា100នាក់ក្នុងម្នាក់ទេវិការ10000រៀលជូនយុវជនកាកបាទក្រហមកម្ពុជា100នាក់ក្នុងម្នាក់ទេវិការ10000រៀលសិស្សានុសិស្សចំនួន2765នាក់ក្នុងម្នាក់សភៅ2ក្បាលបិចម្ដងថវិកា5000រៀល
ជូនលោកគ្រូអ្នកគ្រូចំនួន272នាក់ក្នុងអាណត្តិម្នាក់ថវិកា 30,000 រៀលជូនវិទ្យាល័យហ៊ុនសែនខ្នាឃុំសឡប់ថវិកា1 លានរៀលជូនវិទ្យាល័យហ៊ុនសែនចាថ្មីឃុំចុងជីកថវិកា1 លានរៀលជូនវិទ្យាល័យកដោជ្រុំឃុំកដោជ្រុំថវិកា1 លានរៀលជូនមណ្ឌលសុខភាពឃុំសឡប់ថវិកា1 លានរៀលជូនសាលាស្រុកត្បូងឃ្មុំថវិកា1 លានរៀលជូនកងតន្ត្រីសម័យថវិកា1 លានរៀលហើយអាដៃណែខ្នានេះខ្នាហ្នឹងអាកូនទី1វាស្លាប់ទៅហ្នឹងគឺចាប់កណោតទៅស្លាប់នឹងខ្នាហ្នឹងហើយណាគេឃើញសពេកគេឲ្យមកលុតដំជីកអរែងលើកបន្លាយទំនុកនៅហ្នឹងហើយការហើយទឹកខ្មេះរហូតមក